ជំរាបសួរប្រិយមិត្តទាំងអស់គ្នាព្រមទាំងបងប្អូនតែងតែទស្សនាវីដេអូតាមបងប្អូនយើងដែលបានផុសនៅក្នុង Facebook ថ្ងៃនេះខ្ញុំចង់ review ឲ្យបងប្អូនមកមើលផ្ទះមួយកន្លែងដែលគេដាក់លក់ដែលមានទីតាំងនៅសង្កាត់វាស្បូវខណ្ឌច្បារអំពើរាជធានីភ្នំពេញផ្ទះនេះដែរមានទំហំសរុបទាំងអស់គឺមានទទឹង4ម៉ែត្រកន្លះនិងបណ្ដោយ8ម៉ែត្របងប្អូនណាហើយទីតាំងល្អអានេះនៅហើយមាន2ជាន់ទៀតបងប្អូននេះ2ជាន់អានេះជាន់នៅខាងលើអញ្ចឹងណាបងប្អូនណាផ្ទះនេះដែរនៅខាងក្រោមហ្នឹងគឺយើងអាចទុកម៉ូតូបានច្រើនណាយើងអាចដាក់ម៉ូតូបានច្រើនណានៅក្នុងផ្ទះរបស់យើងពីព្រោះអីនៅសល់ទំហំដី3ម៉ែត្រ40ទៀតហើយនេះនៅខាងលើពេលល្ងាចយើងអាចស្រូបយកខ្យល់អាកាសបានពេលល្ងាចហើយនេះប្រជាបន្ទប់គេងដែលនៅខាងក្រោមផ្ទះខាងក្រោមហើយនេះគឺយើងចុះពីកន្លែងគេងមកអង្គុយធ្វើការមានតុដាក់តុអីចឹងទៅតាមចំណង់ចំណូលចិត្តបងប្អូនចឹងណាហើយនេះជាផ្នែកខាងលើជំតាស់ផ្ទះគាត់អត់បាននៅទេអញ្ចឹងគាត់ក៏ដាក់អាងមកចិញ្ចឹមត្រីហើយនេះគឺមានបើយើងមានបងប្អូនកូនក្មួយអីធ្វើកណ្ដាលតិចតួចអីកូនចៅយើងតូចអាចដាក់បាន4 5មកបងប្អូនហើយចំណែកផ្លូវវិញ2ម៉ែត្រដល់ចូល2ម៉ែត្រអាចចូលឡានបានអញ្ចឹងណាបងប្អូនហើយផ្ទះនេះគឺថ្ងៃដែរយើងស្រូបយកខ្យល់អាកាសនៅខាងលើពិតជាល្អមែនហើយបងប្អូនមានចំណាប់អារម្មណ៍សូមបងប្អូនតាក់ទងមកម្ចាស់ផ្ទះផ្ទាល់ហ្មងដែលបានដាក់លេខទូរស័ព្ទទៀតនេះខ្ញុំមកដាក់លេខទូរស័ព្ទជូនបងប្អូនហើយផ្ទះនេះយើងចង់នៅ2-3គ្រួសារក៏អត់បញ្ហាមើលចដាឡើងទៅលើចដាដែកចក់ឡើងមាំហ្មងបងប្អូនហើយនៅខាងលើនេះទីធ្លាធំតែម្ចាស់ផ្ទះគាត់អត់តែនៅគាត់នៅម្នាក់ឯងអញ្ចឹងគាត់ដាក់ថាហ្មងចំអីគាត់ទេដាក់អាងដាក់អីហ្នឹងតែគ្មានបានចំបានអីទេហ្នឹងហើយបងប្អូនហើយចាំមើលទីធ្លានៅខាងមុខមើលនេះឃើញទេឃើញស្អាតទេបងប្អូនទំហំគឺធំទលាយគិតមើលផ្ទះល្វែងយើងនៅពេញតែ4ម៉ែត្រតិចអីហ្នឹងណាអានេះវា4ម៉ែត្រកន្លះអញ្ចឹងវាទំហំវារៀងគ្រាន់តែអញ្ចឹងណាបងប្អូនមិនហ៊ាននិយាយថាអីទេចង្ការផ្ទះបងប្អូនខ្លះក៏មានទំហំធំដែរតែអានេះយើងនៅ2គ្រួសារឬ3គ្រួសារឬក៏មួយគ្រួសារដែលមានប្រពន្ធមានកូនមានអីចេះមួយគ្រួសារក៏រឹតតែល្អទៀតពីព្រោះអីទីធ្លាធំទលាយហ្នឹងហើយបងប្អូនមើលខាងលើម្ចាស់ផ្ទះគាត់មានម៉ាស៊ីនត្រជាក់មានទូទឹកកកគាត់យកមកដាក់លើទៅគាត់អត់ដែរសូវនៅផ្ទះចឹងណាផ្ទះទុកចោលចឹងណាមិនជាទុកចោលទេបងប្អូនគាត់នៅខាងក្រោមនេះខាងក្នុងបន្ទប់នឹងនិយាយទៅគាត់គេងគាត់ចុះពីគេងមកគាត់អង្គុយធ្វើការតែហ្មងគឺជាបន្ទប់គេងហើយគឺជា office ដែលអង្គុយធ្វើការផងអញ្ចឹងបងប្អូនហើយផ្ទះនេះដែរលក់ធូរថ្លៃទេបងប្អូនអើយបងប្អូនអាចចង់សាកសួរព័ត៌មានបងប្អូនអាចតាក់ទងមកលេខទៀតខ្ញុំនឹងដាក់លេខទូរស័ព្ទនៅខាងក្រោមបងប្អូនបើមានចំណាប់អារម្មណ៍សូមតាក់ទងមកម្ចាស់ផ្ទះផ្ទាល់ហ្មងបងប្អូនអូខេជម្រាបលាបងប្អូនបាយបាយអរគុណ